យោងតាម Facebook របស់អាដាមស្នេហ៍ឯកជូនរិនស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាជនសង្ស័យឈ្មោះឆេងភិរុនកំពុងរៀបចំបែបបបឆ្លងដែនយកមកកម្ពុជាវិញសូមបញ្ជាក់ថាជនដែលដល់ខាងលើបានត្រឡប់ដល់ព្រំដែនម៉ោងប្រមាណជាង23យប់ដោយយប់ជ្រៅពេកខាងវៀតណាមផ្អាកការឆ្លងចូលត្រូវសម្រាប់ផ្ទះជួលចិត្តនោះមួយយប់ពេលភ្លឺទើបរៀបចំបែបបត់បើកឆ្លងឲ្យចូលមកទឹកដីកម្ពុជាវិញខាងវៀតណាមធានាមើលការខុសត្រូវមិនឲ្យជនដែលដល់បាត់ទៅណាឡើយលោកអនុប្រធានប៉ុលរតនានិងលោកអធិការនគរបាលខណ្ឌបឹងកេងកងនៃស្នងការនគរបាលរាជធានីភ្នំពេញនៅចាំតាំងពីយប់ម្លេះនៅព្រំដែនគិតត្រឹមម៉ោង 6:30 នាទីព្រឹកនេះឈ្មោះឆេងភិរុនបានឆ្លងដែនពីប្រទេសវៀតណាមចូលមកកម្ពុជាតាមប៉ុស្តិ៍អន្តរជាតិបាវិតដោយមានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រំប្រទានក្រសួងមហាផ្ទៃរងចាំទទួលមកអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន